ង្គ្រាមរដ្ឋធំក្រុមហូធីចាប់ផ្ដើមបាញ់មីស៊ីលចេញពីយេម៉ិនវាយប្រហារអ៊ីស្រាអែលក្រុមឧទាមហូធីដែលមានមូលដ្ឋាននៅប្រទេសយេម៉ិនបានចេញមុខគាំទ្រអ៊ីរ៉ង់ពេញទំហឹងនិងប្រកាសថាខ្លួនបានបាញ់មីស៊ីលស្រោចលើអ៊ីស្រាអែលជាលើកដំបូងចាប់តាំងពីសង្គ្រាមមជ្ឈិមបូព៌ាផ្ទុះឡើងកាលពីថ្ងៃ28កុម្ភៈដែលនេះមានន័យថាសង្គ្រាមបានរាលដាលដល់សមរភូមិមួយទៀតអ្នកនាំពាក្យក្រុមហូធីលោកយ៉ាយ៉ាសារីបានថ្លែងក្នុងសារមួយផ្សាយតាមទូរទស្សន៍នៅថ្ងៃសៅរ៍ទី28ខែមីនាឆ្នាំ2026ថាការវាយប្រហារដោយមីស៊ីលបានកំណត់លើគោលដៅយោធាសំខាន់ៗរបស់អ៊ីស្រាអែលនៅប៉ែកខាងត្បូងនៃដែនដីប៉ាឡេស្ទីនហើយការវាយប្រហារនេះធ្វើឡើងក្នុងពេលដំណាលគ្នាជាមួយនឹងប្រតិបត្តិការរបស់កងកម្លាំងអ៊ីរ៉ង់និងក្រុមហេប៊ូឡានៅក្នុងប្រទេសលីបង់ផងដែរលោកអះអាងថាប្រតិបត្តិការរបស់យើងនឹងបន្តរហូតដល់សម្រេចបាននូវគោលដៅហើយអំពើឈ្លានពានត្រូវបានបញ្ឈប់នៅលើសមរភូមិតស៊ូទាំងអស់ជុំវិញរឿងនេះកងទ័ពអ៊ីស្រាអែលក៏បញ្ជាក់ដែរថាវាពិតជាមីស៊ីលដំបូងបង្អស់ដែលបាញ់ចេញពីប្រទេសយេម៉ិននៅក្នុងសង្គ្រាមបច្ចុប្បន្នមែនប៉ុន្តែប្រព័ន្ធការពារអាកាសបានធ្វើប្រតិបត្តិការដើម្បីស្ទាក់ចាប់ការគំរាមកំហែងនោះ